បាទសូមជម្រាបសួរអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបន្តចែករំលែកដល់អ្នកគ្នាទៅលើចំណេះដឹងដែលជាមូលដ្ឋានគ្រឹះគណនេយ្យនឹងបន្តទៀតបាទអូខេអញ្ចឹងមុននឹងបន្តសូមអ្នកនរគ្នាជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតបាទសម្រាប់វីដេអូនេះខ្ញុំនឹងចែករំលែកដល់អ្នកគ្នាទៅលើការកត់ត្រាប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននឹងបន្តទៀតបាទ អូខេអញ្ចឹងសម្រាប់មុខវិជ្ជាគណនេយ្យដើម្បីអាចកត់ត្រាប្រតិបត្តិការអាជីវកម្មបានគឺយើងត្រូវស្វែងយល់ទៅលើការចុះបញ្ជីគណនេយ្យទ្វេភាគបាទដែលភាសាអង់គ្លេសហ្នឹងគឺ Double Entry Bookkeeping បាទអញ្ចឹងនៅក្នុងការចុះបញ្ជីគណនេយ្យទ្វេភាគគេមានជាការកំណត់ទៅលើឥណពន្ធហើយនិងឥណទានបាទហើយសម្រាប់ឥណពន្ធហើយនិងឥណទានហ្នឹងគឺគេកំណត់ទៅលើធាតុនៃរបាយការណ៍ហិរញ្ញវត្ថុហ្នឹងបាទ ចឹងសម្រាប់ធាតុនៃរបាយការណ៍ហិរញ្ញវត្ថុទាំងអស់គឺមាន5ធាតុបាទហើយសម្រាប់5ធាតុហ្នឹងគឺយើងមានជាការចុះនៅខាងឥណពន្ធហើយនិងឥណទានបាទដោយដែលអ្នកនរគ្នាឃើញនៅលើ slide របស់ខ្ញុំហ្នឹងបាទអូខេអញ្ចឹងកុំឲ្យខាតពេលខ្ញុំនឹងធ្វើការវិភាគទៅលើប្រតិបត្តិការអាជីវកម្មនឹងបន្តទៀតបាទអូខេអញ្ចឹងសម្រាប់ប្រតិបត្តិការអាជីវកម្មនេះគឺខ្ញុំបានវិភាគឲ្យអ្នកនរគ្នាហ្នឹងគឺ ហើយ3ថ្ងៃហើយបាទអញ្ចឹងខ្ញុំនឹងបន្តចូលដល់ប្រតិបត្តិការទី4បាទអញ្ចឹងសម្រាប់ប្រតិបត្តិការទី4នេះគេថាតារានឹងបានដកសាច់ប្រាក់ចំនួន$500ហ្នឹងទៅប្រើប្រាស់ផ្ទាល់ខ្លួនបាទអញ្ចឹងសម្រាប់ប្រតិបត្តិការអាជីវកម្មថ្ងៃនេះគឺទាក់ទិនជាមួយនឹងតារាហ្នឹងគាត់គឺជាម្ចាស់នៃក្រុមហ៊ុនហ្នឹងហើយអញ្ចឹងមានន័យថាគាត់បានធ្វើការដកសាច់ប្រាក់ហ្នឹងយកទៅប្រើប្រាស់ផ្ទាល់ខ្លួនហ្នឹងចំនួន$500បាទអញ្ចឹងនៅពេលដែលមានប្រតិបត្តិការអាជីវកម្មកើតឡើងគឺគេតម្រូវឲ្យយើងធ្វើការកំណត់ត្រាហ្នឹងចូលទៅក្នុងបញ្ជីគណនេយ្យបាទអញ្ចឹងសម្រាប់ការកត់ដំបូងគេហ្នឹងគឺយើងត្រូវកត់ត្រាចូល Journal បាទអូខេអញ្ចឹងបន្ទាប់មកយើងចាប់ផ្ដើមធ្វើការវិភាគទៅលើប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនហ្នឹងហើយបាទអញ្ចឹងសម្រាប់ជំហាននៃការកត់ត្រាគឺយើងមាន3ជំហានទី1យើងត្រូវកំណត់គណនី ហើយទី2យើងចាត់ថ្នាក់ប្រភេទរបស់វាតើវាស្ថិតនៅក្នុងធាតុណាមួយនៃរបាយការណ៍ហិរញ្ញវត្ថុរបស់យើងហើយបន្ទាប់មកយើងចាប់ផ្ដើមអនុវត្តទៅតាមច្បាប់នៃឥណពន្ធហើយនិងឥណទានហ្នឹងបាទអញ្ចឹងច្បាប់នៃឥណពន្ធនិងឥណទានគឺគេកំណត់ទៅលើធាតុនៃរបាយការណ៍ហ្នឹងហើយដោយដែលអ្នកនរគ្នាឃើញនៅលើ slide ហ្នឹងបាទអញ្ចឹងនៅក្នុងប្រតិបត្តិការថ្ងៃ4នេះគឺវាមានគណនី2បាទទី1គឺទាក់ទិនជាមួយនឹងសាច់ប្រាក់ដែលតារាហ្នឹងគាត់បានដកហើយទី2ហ្នឹងគឺទាក់ទិនជាមួយនឹងសាច់ប្រាក់ដែលគាត់បានដកយកទៅប្រើប្រាស់ផ្ទាល់ខ្លួនបាទអញ្ចឹងវាមានគណនី2ទី1គឺសាច់ប្រាក់ទី2ទាក់ទិនជាមួយនឹងគណនីដែលគាត់ដកប្រើប្រាស់ផ្ទាល់ខ្លួនហ្នឹងបាទអញ្ចឹងយើងចាប់ផ្ដើមធ្វើការវិភាគហើយយើងនឹងធ្វើការកត់ត្រាបាទអញ្ចឹងថ្ងៃខែគឺថ្ងៃទី4បាទហើយសម្រាប់ការដកសាច់ប្រាក់យកទៅប្រើប្រាស់ផ្ទាល់ខ្លួនគឺគេប្រើគណនីOwner Draw បាទហើយសម្រាប់គណនី Owner Draw វាស្ថិតនៅក្នុងប្រភេទនៃequity បាទអញ្ចឹងសម្រាប់ equity នៅពេលដែលវាមានការកើនឡើងគេចុះវានៅខាង credit បាទប៉ុន្តែបើក្នុងករណីដែលវាថយចុះគេចុះវានៅខាងdebit វិញបាទអញ្ចឹងដោយសារតែក្នុងករណីនេះលោកតារាហ្នឹងគាត់បានដកសាច់ប្រាក់យកទៅប្រើប្រាស់ផ្ទាល់ខ្លួនវាធ្វើឲ្យទុនរបស់គាត់នឹងមានការថយចុះអញ្ចឹងគេកត់ត្រាគណនី Owner Draw ហ្នឹងគឺនៅខាង debit បាទអញ្ចឹងគេចុះគណនី Owner Draw ហ្នឹងនៅខាង debit ហ្នឹងគឺ$500ហើយនៅពេលដែលគាត់ដកគឺគាត់ដកជាសាច់ប្រាក់អញ្ចឹងវាធ្វើឲ្យប៉ះពាល់ដល់គណនី Cash បាទអញ្ចឹងសំណួរសួរថាតើគណនី Cash ហ្នឹងវាស្ថិតនៅក្នុងប្រភេទអីគេបាទអញ្ចឹងបើយើងនិយាយអំពីប្រភេទនៃធាតុនៃរបាយការណ៍គឺវាស្ថិតនៅក្នុងប្រភេទនៃ Asset អញ្ចឹងនៅពេលដែលលោកតារាគាត់ដកសាច់ប្រាក់យកទៅប្រើប្រាស់វាធ្វើឲ្យ Asset របស់ក្រុមហ៊ុនហ្នឹងមានការថយចុះអញ្ចឹងសម្រាប់ Asset គឺនៅពេលដែលថយគេកត់ត្រាវានៅខាង Credit បាទអញ្ចឹងគេកត់ត្រាគណនី Cash ហ្នឹងគឺ
ថយចុះនៅខាង credit ហ្នឹងចំនួន$500បាទបន្ទាប់ពីយើងធ្វើការកត់ត្រាចូលទៅក្នុង Journal រួចគេនឹងធ្វើការ posting ទៅបញ្ជីគណនីមួយទៀតគេឲ្យឈ្មោះថា Ledger បាទអញ្ចឹងLedger វាប្រៀបដូចជា T account បាទមានន័យថារាល់គណនីដែលយើងកត់ត្រាហ្នឹងយើងយកវាទៅបង្ហាញនៅក្នុងLedger ហើយ Ledger ហ្នឹងគឺវាពោរពេញទៅដោយ T account សម្រាប់ T account គឺគេបង្កើតឡើងតំណាងទៅលើគណនីដែលយើងបានកត់ត្រានៅក្នុង Journal ហ្នឹងបាទអញ្ចឹងយើងគ្រាន់តែយកវាមកបង្ហាញជា T account មកបាទអញ្ចឹងដូចជាគណនី Owner Draw យើងយកមកបង្ហាញក្នុង T account មកហើយគណនី Cash យើងយកមកបង្ហាញនៅក្នុង T account ដូចគ្នាហើយគោលបំណងនៃការបង្ហាញនៅក្នុង T account ហ្នឹងគឺដើម្បីតាមដានទៅលើសកម្មផលនៃគណនីដែលយើងបានកត់ត្រាហ្នឹងបាទអញ្ចឹងសម្រាប់ T account គឺវាមានខាង debit ហើយនិង credit ដូចគ្នាសម្រាប់ខាងឆ្វេងគណនី Owner Draw ហ្នឹងគឺជាខាង debit ហើយបាទហើយសម្រាប់ខាងស្ដាំនេះគឺ credit អញ្ចឹងយើងគ្រាន់តែយកទឹកលុយហ្នឹងដាក់តាម debit ហើយនិង credit ទៅបាទអូខេអញ្ចឹងសម្រាប់ការវិភាគប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាវីដេអូនេះអាចចូលរួមចំណែកដល់ចូលរួមចំណែកជាចំណេះដឹងដល់អ្នកនរគ្នាទៅលើការកត់ត្រាប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនហ្នឹងបាទហើយបើសិនជាអ្នកនរគ្នាគិតថាវីដេអូនេះមានប្រយោជន៍អ្នកនរគ្នាអាចជួយ share វីដេអូចែករំលែកតបាទ